Mình cuốiទី1មិនសេពគប់បុគ្គលពីលក្នុងលោកនេះមានមនុស្សពីរប្រភេទគឺមនុស្សល្អនិងមនុស្សមិនល្អពាក្យថាល្អឬមិនល្អនេះយើងអាចសង្កេតដឹងបានតាមរយៈទង្វើរបស់បុគ្គលម្នាក់បុគ្គលនោះអាចធ្វើឲ្យអ្នកចូលទៅសេពគប់ជាមួយខ្លាចជាមនុស្សល្អឬមនុស្សអាក្រក់តាមខ្លួនទៀតផងព្រះពុទ្ធបានឲ្យយើងសិក្សាពីលក្ខណៈរបស់បុគ្គលមិនល្អមុនដើម្បីវៀងចាកឲ្យឆ្ងាយពីបុគ្គលនោះព្រោះថាបុគ្គលពីលអាចដឹកនាំយើងឲ្យប្រព្រឹត្តអំពើអបាយមុខតបែងស្រីស្រាសេពគ្រឿងញៀនដែលនាំឲ្យខូចអនាគតរបស់យើងសេរីសួស្តីដំបូងនៃជីវិតគឺមិនសេពគប់បុគ្គលពីល1ពាក្យថាបុគ្គលពីលមានន័យដូចម្ដេចបុគ្គលពីលមានន័យថាមានជីវិតត្រឹមតែដកដង្ហើមចេញចូលមិនបានធ្វើអំពើអ្វីជាប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិម្យ៉ាងទៀតមានន័យថាអ្នកដែលធ្វើឲ្យបាត់បង់ប្រយោជន៍ក្នុងបច្ចុប្បន្ននិងបរិលោកមានតែបំផ្លិចបំផ្លាញទៅវិញ2លក្ខណៈរបស់បុគ្គលពីលគ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯងតែងបណ្ដោយទៅតាមចំណងនៃចិត្តបុគ្គលពីលតែងប្រព្រឹត្តធ្វើអំពើដូចខាងក្រោមប្រព្រឹត្តអំពើអាក្រក់ដោយកាយ3យ៉ាង1កាប់សម្លាប់បៀតបៀនជីវិតអ្នកដទៃ2ឆបោកលួចប្លន់កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ3ប្រព្រឹត្តអនាចារលើកូនប្រពន្ធអ្នកដទៃបុគ្គលពីលប្រព្រឹត្តធ្វើអំពើទាំងអស់នេះយ៉ាងសប្បាយរីករាយដោយគ្មានគិតដល់ការវិនិច្ឆ័យអន្តរាយសេចក្តីទុក្ខដល់អ្នកដទៃឡើយម្យ៉ាងទៀតប្រសិនបើបុគ្គលណាបានទៅសេពគប់ជាមួយបុគ្គលពីលនោះមិនយូរឡើយនឹងក្លាយទៅជាបុគ្គលពីលដែរប្រព្រឹត្តអាក្រក់ដោយវាចា4យ៉ាងនិយាយពុតផកុហកឆបោកអ្នកដទៃនិយាយពាក្យគំរោះគំរើយជេរប្រតិចផ្ដាសាអ្នកដទៃនិយាយសោកសៀតញុះញង់ចាក់ដោតបំបែកបំបាក់អ្នកដទៃនិយាយពាក្យឥតប្រយោជន៍ខ្លឹមសារចេះតែរលាស់ដូចអណ្ដាតអត់ឆ្អឹងបើយើងកើតមករស់នៅជាមួយម្ដាយដែលចេះជេរយើងនឹងចេះជេរដែរបើម្ដាយចេះនិយាយផ្អែមល្ហែមយើងនឹងចេះនិយាយផ្អែមល្ហែមដែរយ៉ាងណាមិញបើយើងទម្លាប់និយាយពាក្យអាក្រក់អះអាភាសតាមមិត្តភក្តិអាក្រក់នោះយើងនឹងក្លាយទៅជាមនុស្សច្រឡឹះបឺសច្រឡំខាមឬជាមនុស្សគ្មានសុជីវធម៌មិនខានមានគំនិតអាក្រក់3យ៉ាងល្មោបលោភលន់ចង់បានទ្រព្យសម្បត្តិអ្នកដទៃមកជារបស់ខ្លួនចងអាឃាតព្យាបាទគំនុំគុំគូនជាមួយអ្នកដទៃយល់ខុសថាគ្មានបាបគ្មានបុណ្យគ្មានគុណគ្មានទោសជាដើមសរុបមកពីលតែងធ្វើនៅអកុសលកម្មបទ10មិត្តអាក្រក់ពេលមានលុយគេតែងនាំយើងឲ្យស៊ីចាយសបាយហ៊ឺហាតែពេលអស់លុយគេអាចនាំយើងឲ្យចេះលូឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃឬពេលគេខឹងអ្នកណាគេនាំយើងទៅវាយសំពងអ្នកនោះដោយគ្មានមេត្តាករុណាយើងក៏នឹងក្លាយទៅជាមនុស្សអាក្រក់ដែរការប្រព្រឹត្តរបស់បុគ្គលពីលយើងអាចសង្កេតពិនិត្យការប្រព្រឹត្តរបស់បុគ្គលពីលដូចខាងក្រោមដឹកនាំក្នុងផ្លូវខុសអបាយមុខលបែងស្រីស្រាផ្ដេសផ្ដាសដែលជាហេតុនាំឲ្យកើតជំងឺផ្សេងពិសេសជំងឺអេដស៍និងកាមរោគឬដើរពាវាអាវ៉ាសែសេពគ្រឿងញៀនចូលចិត្តរំខានឆេកឆាឆៅជ្រៀតជ្រែកការសិក្សាឬកិច្ចការអ្នកដទៃបើមានគេណែនាំដាស់តឿនការរំលឹកក៏ខឹងក្រោធមិនពេញចិត្តចូលចិត្តរឿងខុសដឹងថាខុសវិន័យសាលាឬច្បាប់ចរាចរណ៍ឬរបបខុសច្បាប់ហើយនៅតែធ្វើមិនព្រមប្រតិបត្តិតាមច្បាប់វិន័យក្នុងទីកន្លែងនីមួយៗប្រសិនបើយើងសង្កេតឃើញលក្ខណៈបែបនេះហើយយើងត្រូវព្យាយាមកុំនៅក្បែរកុំដើរជាមួយកុំយកធ្វើជាមិត្តភក្តិស្និទ្ធស្នាលឡើយព្រោះអាចធ្វើឲ្យយើងខូចខ្លួនទៅតាមមិត្តភក្តិនោះដែរនេះគឺជាអត្ថបទខ្លីដែលបានដកស្រង់ចេញអំពីសៀវភៅមង្គលជីវិតដែលបានលើកមកអានដើម្បីបានចែកជូនបងប្អូនបានស្ដាប់និងបានគិតពិចារណាឲ្យបានយល់ដឹងអំពីការសេពគប់បុគ្គលពីលនិងការមិនសេពគប់នៅបុគ្គលពីលសូមបងប្អូនកុំភ្លេចជួយចុច Subscribe និង Like ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាន
ធ្វើនៅវីដេអូអានសៀវភៅទាក់ទងនឹងការអប់រំផ្សេងៗទៀតសូមអរគុណនិងសូមជម្រាបលា